ខ្ញុំបាទសូមគោរពទស្សនិកជនគ្រប់មជ្ឈដ្ឋានក្នុងកម្មវិធីផ្សាយកាសែតនិងវិទ្យុទូរទស្សន៍អង្គយ៉ាងនាពេលនេះរួមមានលោកងៅកុកថឹកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តទៅពិនិត្យការដ្ឋានសំណង់សំខាន់នៅរយៈក្រុមទី5នៃសមាគមអតីតយុទ្ធជនបណ្ដាឃុំចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រឡងប្រណាំងខែមេសាដង្គន់លំដាប់តទៅនេះសូមជូនអត្ថន័យពិស្ដាលោកនានីនៅប្រិយមិត្តជាទីមេត្រីកន្លងទៅថ្មីនេះលោកងៅកុកថឹកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអង្គយ៉ាងរួមជាមួយគណៈប្រតិភូទៅពិនិត្យជាក់ស្ដែងនៅគម្រោងការហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍សំខាន់នៅលើភូមិសាស្ត្រសង្កាត់រយ៉ាចំពោះគម្រោងការស្ពានយ៉ាយផុងជិនតាមការរបាយការណ៍ជូនគណៈប្រតិភូអង្គភាពសាងសង់បានដឹងថាបរិមាណការងារមកដល់ពេលនេះសម្រេចបានប្រហែល 46% ចំពោះហេដ្ឋារចនាសម្ព័ន្ធផ្លូវវិនតឹងផាកសម្រេចបាន800លើ 980 ម៉ែត្រថ្មីតែដូច្នោះគម្រោងការនេះនៅតែជួបការលំបាកក្នុងការដោះស្រាយផ្ទៃរាបនៅស្ពានរយ៉ាលំសៀងរួមជាមួយប្រជាពលរដ្ឋចំនួន23គ្រួសារក្នុងសង្កាត់រយ៉ាមិនទាន់ប្រកល់ដីដែលធ្វើឲ្យប៉ះពាល់ដល់ល្បឿនសាងសង់ចំពោះគម្រោងស្ពានលើផ្លូវឆ្នេរសមុទ្រតភ្ជាប់អាងប៊ីងរយ៉ាទោះបីជាទៅតែចាប់ផ្ដើមសាងសង់តាំងពីខែវិច្ឆិកាឆ្នាំ2025ក៏ដោយប៉ុន្តែមកដល់ពេលនេះតម្លៃអនុវត្តសម្រេចបាន 79.22 ពាន់លានដុល្លារស្មើនឹង 57.18% ផែនការក៏ក្នុងថ្ងៃដដែលលោកងៅកុកថឹកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តក៏បានទៅពិនិត្យល្បឿននៃការរៀបចំគម្រោងផែនការអាកាសយានដ្ឋានរយ៉ានិងផែនការកែលម្អផ្លូវប្រសពតំបន់ស្ពានរស័យនេះគឺជាចំណុចតភ្ជាប់ដ៏សំខាន់ក្នុងការធ្វើឲ្យស៊ីសង្វាក់គ្នានៃហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ក្រៅខេត្តបង្កើតលំហអភិវឌ្ឍថ្មីរបស់ខេត្តដំណាក់កាល 2021-2030 និងចក្ខុវិស័យដល់ឆ្នាំ 2050 ថ្លែងប្រសាសន៍ចុងអលការក្នុងពេលពិនិត្យលោកងៅកុកថឹកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តតម្រូវឲ្យម្ចាស់វិនិយោគនិងអ្នកម៉ៅការផ្ដុំកម្លាំងពលកម្មនិងសម្ភារៈរៀបចំការសាងសង់3វេន4ក្រុមជាពិសេសត្រូវយកចិត្តទុកដាក់លើគុណភាពសំណង់និងសុវត្ថិភាពពលកម្មក្នុងរដូវភ្លៀងព្យុះជិតដល់នេះលោកនានីនៅប្រិយមិត្តជាទីមេត្រីនៅឃុំយិនផុងក្រុមប្រឡងប្រណាំងលេខ5នៃសមាគមអតីតយុទ្ធជនរួមមាន13ឃុំបានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រឡងប្រណាំងឆ្នាំ2026ក្រោមប្រធានបទសាមគ្គីភាពផ្លាស់ប្ដូរថ្មីការទទួលខុសត្រូវការច្នៃប្រឌិតប្រសិទ្ធភាពចូលរួមចុះហត្ថលេខានេះរួមមានសមាគមអតីតយុទ្ធជនឃុំយិនផុងដងថៃអូមិនធឿងអាងបៀងតៃអ៊ីងអាងមិនដងវ៉ាដងហឹងតឹងខាន់យិនវ៉ាយិនបិនយិនធវឹងនិងយ៉ាងខាន់ក្នុងពិធីនេះបណ្ដាអង្គភាពបានឯកភាពកម្រិតកំណត់ប្រឡងប្រណាំងសំខាន់ជាច្រើនដូចជាសមាជិក 100% រក្សាបាននយោបាយរឹងមាំកម្មាភិបាលនិងសមាជិកជាង 85% ចូលរួមសិក្សាសេចក្តីសម្រេចចិត្តទទួលសមាជិកថ្មីបានជាង 85% ដែលមានលក្ខណៈគ្រប់គ្រាន់ចូលក្នុងសមាគមជាង 95% សាខាសមាគមអនុវត្តសម្រេចល្អភារកិច្ចគ្មានសមាជិកក្រីក្របន្ថយអត្រាបំណុលហួសកំណត់នៃប្រាក់កម្ចីពីធនាគារគោលនយោបាយសង្គមចុះនៅក្រោម 0.8% ព្រមទាំងជំរុញការផ្លាស់ប្ដូរ Digital ក្នុងការងារសមាគមសន្និបាតបានអនុម័តលើខ្លឹមសារការបំផុសចលនាប្រឡងប្រណាំងស្នេហាជាតិអតីតយុទ្ធជនគំរូឆ្នាំ2026ស្ដាប់មតិថ្លែងការណ៍របស់តំណាងថ្នាក់ដឹកនាំក្រុមប្រឡងប្រណាំងលេខ5បន្តចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តចលនាប្រឡងប្រណាំងស្នេហាជាតិអតីតយុទ្ធជនគំរូឆ្នាំ2026
តាមរយៈការចុះហត្ថលេខានេះគឺដើម្បីពង្រឹងសាមគ្គីភាពពង្រីកទូនាទីនិងការទទួលខុសត្រូវរបស់កម្មាភិបាលសមាជិកក្នុងការអនុវត្តភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋានមនុស្សក្រុមលេខ5នៃសមាគមអតីតយុទ្ធជនបណ្ណាឃុំបានអញ្ជើញទៅអុជធូបនៅទីសក្ការៈយុទ្ធជនពលីនិងអ្នកមានគុណូបការៈឃុំយិនផុងថ្មីនេះសមាគមនារីខេត្តអាំងយ៉ាងសន្និបាតប្រកាសសេចក្តីសម្រេចបង្កើតនិងបង្ហាញមុខក្លឹបរបាំប្រជាប្រិយរបស់សមាគមសកម្មភាពនេះសម្ដៅអបអរសាទរមហាសន្និបាតតំណាងនារីទូទាំងប្រទេសលើកទី14អាណត្តិ2026-2031ទន្ទឹមនឹងនោះឆ្ពោះទៅខួបលើកទី51ឆ្នាំទិវារំដោះភាគខាងត្បូងបង្រួមប្រទេសជាតិ30មេសាឆ្នាំ1975 30មេសាឆ្នាំ2026ការបង្កើតក្លឹបរបាំប្រជាប្រិយសម្ដៅបង្កើនការឃោសនាចលនាសមាជិកាសមាគមនារីឲ្យចូលរួមយ៉ាងសកម្មកិច្ចការចលនាប្រជាជនទាំងមូលលត់ដំរាងកាយតាមគំរូលោកអ៊ំហូដកម៉ាអៃមៀរួមចំណែកបង្កើតរូបភាពនារីវៀតណាមសម័យទំនើបមានសុខភាពស្វាហាប់ជឿជាក់ឆ្លើយតបទូនាទីនៅក្នុងគ្រួសារនិងសង្គមបានល្អរបាំប្រជាប្រិយគឺជាទម្រង់សិល្បៈមហាជនសមស្របទៅនឹងស្រកកអាយុគ្រប់វ័យប៉ុន្មានឆ្នាំជិតនេះចលនារបាំប្រជាប្រិយបានអភិវឌ្ឍខ្លាំងក្នុងសមាគមគ្រប់លំដាប់ថ្នាក់បានក្លាយជាសកម្មភាពវប្បធម៌កីឡាជាក់ស្ដែងជួយលើកកម្ពស់កាយសម្បទាជីវភាពស្មារតីទន្ទឹមនឹងនោះបង្កើតជាធ្លាលេងកម្សាន្តដោយតម្លាភាពបង្កើនភាពទំនាក់ទំនងនិងភាពសាមគ្គីក្នុងសមាជិកាសមាគមនារីនៅក្នុងសន្និបាតថ្នាក់ដឹកនាំសមាគមនារីខេត្តអាំងយ៉ាងបានស្នើក្លឹបឲ្យរក្សាសកម្មភាពជាប្រចាំនិងរៀបចំបទបញ្ញត្តិសមស្របសម្បូរបែបទម្រង់ប្រជុំជីវភាពដើម្បីទាក់ទាញសមាជិកចូលរួមក្លឹបនេះក៏បានសង្ឃឹមថានឹងជំរុញសកម្មភាពចលនាវប្បធម៌កីឡាក្នុងប្រព័ន្ធសមាគមនារីគ្រប់លំដាប់ថ្នាក់រួមចំណែកយ៉ាងសកម្មក្នុងចលនាកសាងគ្រួសារគ្មាន5អាច3សុខ3និងប្រជាជនទាំងមូលសាមគ្គីកសាងជីវភាពវប្បធម៌នៅមណ្ឌលភូមិករក្នុងឱកាសនេះគណៈកម្មការរៀបចំបានប្រកាសសេចក្តីសម្រេចនិងបង្ហាញមុខក្លឹបរបាំប្រជាប្រិយនៃសមាគមនារីខេត្តអាំងយ៉ាងផងដែរលោកនានីនៅប្រិយមិត្តជាទីមេត្រីថ្ងៃទី30ខែមេសាឆ្នាំ1975បានឈានចូលប្រវត្តិសាស្ត្រប្រជាជាតិដូចជាកំណត់ត្រាមួយដាក់សំខាន់ដែលកត់ត្រាថ្ងៃភូមិភាគខាងត្បូងបានរំដោះទាំងស្រុងភូមិភាគខាងជើងនិងភូមិភាគខាងត្បូងបានបង្រួមតែមួយនេះក៏ជាឱកាសសម្រាប់បកទាំងមូលកងទ័ពទាំងមូលនិងប្រជាជនទាំងមូលបង្ហាញពីការដឹងគុណដកធំធេងចំពោះវីរៈជនបានពលីជីវិតដើម្បីឯករាជ្យសេរីភាពព្រមទាំងសាយភាយអត្តសញ្ញាណវប្បធម៌ប្រពៃណីផឹកទឹកនឹកប្រភពដើមរបស់ជនជាតិវៀតណាមផងដែរជ័យជំនះនៃនីតិខរដូវឆ្នាំ1975គឺជាបទចម្រៀងវីរភាពអមតៈបញ្ចប់នៅការតស៊ូដ៏លំបាកអស់រយៈពេលជាង50ឆ្នាំនិងបើកចេញយុគសម័យថ្មីសម្រាប់ជនជាតិវៀតណាមគឺយុគសម័យឯករាជ្យសេរីភាពនិងបង្រួមជាតិនេះមិនត្រឹមតែជាក្តីមោទនភាពរបស់ប្រជាជនវៀតណាមទេវានៅជានិមិត្តរូបភ្លឺចិញ្ចែកនៃឆន្ទៈមោះមុតទឹកចិត្តស្នេហាជាតិនិងការចង់បានសន្តិភាពផងដែរក្នុងបរិយាកាសដ៏អឡារឹកកោតគោរពគណៈទូតទាំងប្រទេសកំពុងរំលឹកគុណដល់វីរបុរសបានពលីជីវិតដើម្បីសន្តិភាពគណៈកម្មាធិការបកអាជ្ញាធរនិងប្រជាជនឃុំអូឡាំបានរៀបចំពិធីរំលឹកខួបលើកទី64ថ្ងៃពលីកម្មរបស់វីរនារីកងកម្លាំងប្រដាប់អាវុធប្រជាជននាងងេះជាកុលធីតាដ៏ឆ្នើមនៃស្រុកកំណើតអូឡាំវីរភាពនាងងេះកើតនៅថ្ងៃទី1ខែមករាឆ្នាំ1942នៅឃុំអូឡាំស្រុកទ្រីតូមខេត្តអាំងយ៉ាងចាស់បានកើតនិងធំដឹងក្តីនៅតំបន់ស្រុកស្រែសម្បូរទៅដោយប្រពៃណីបដិវត្តន៍
បងស្រីត្រូវបាត់បង់ឪពុកម្ដាយតាំងពីក្មេងពីអ្នកបងប្អូនបានយាយតាចិញ្ចឹម3បាច់តាំងពីតូចដោយបានរស់នៅក្នុងតំបន់តស៊ូនិងទទួលបានការអប់រំពីកម្មាភិបាលបកជននាងក៏ឆាប់ភ្ញាក់រលឹកបដិវត្តន៍នៅថ្ងៃទី2ខែមករាឆ្នាំ1960គម្រប់អាយុ18ឆ្នាំបងស្រីបានបង្ហាញមហិច្ឆតារបស់ខ្លួនដើរតាមមាគ៌ាបដិវត្តន៍ចូលរួមការងារទំនាក់ទំនងផ្គត់ផ្គង់អង្គនិងថ្នាំពេទ្យជូនកងឈ្លបហើយចូលរួមគណៈកម្មការសមាគមនារីរំដោះរបស់ឃុំបងស្រីបានផ្ដុំបំផុសនិងបំភ្លឺមហាជនព្រមទាំងបំពេញភារកិច្ចទំនាក់ទំនងផ្គត់ផ្គង់ស្បៀងនិងផ្ដល់ព័ត៌មានជូនអង្គការពេលថ្ងៃបងស្រីចូលរួមធ្វើបដិវត្តន៍នេះក៏ជារយៈពេលដែលរបបនៃអាជ្ញាធរងូដិនយេមអនុវត្តច្បាប់10លើ59របបអាយ៉ងអាំងយ៉ាងបង្កើនការខិតខំបង្កើតកងកម្លាំងបង្កើនចំនួនទ័ពកងសន្តិសុខកងជីវពលបំពាក់អាវុធជូនយុវជនសាធារណរដ្ឋកងកម្លាំងចល័តនិងអង្គភាពរថក្រោះដើម្បីទប់ទល់នឹងការវាយប្រហារឥតឈប់ឈរនិងកាន់តែខ្លាំងឡើងលើគ្រប់សមរភូមិនៃកងកម្លាំងបដិវត្តន៍អាំងយ៉ាងក្នុងពេលនោះឃុំអូឡាំមានប្រជាជនប្រមាណជាង 5,000 នាក់ភាគច្រើនគឺជាជនជាតិខ្មែរក្រុមបដកម្មរបស់ឃុំអូឡាំដែលអាស្រ័យដោយសមមិត្តនារីនាងរៀបចំឡើងបានដឹកនាំប្រជាជនក្នុងនោះមានទាំងព្រះសង្ឃនិងអាចារ្យចូលរួមបានដង្ហែក្បួនទៅកាន់គេហដ្ឋានរបស់អភិបាលស្រុកដោយកាន់បដានិងស្រែកកញ្ជ្រៀវជាមួយពាក្យស្លោកទាមទារអាជ្ញាធរខ្មាំងបញ្ឈប់ការវាយលុកលំពាត់ប្រជាជននិងផ្លោមគ្រាប់ចូលក្នុងភូមិពាសវាលពាសកាលទៀតដោយភាពក្លាហានតាំងចិត្តមោះមុតបងស្រីបានបដិញ្ញាប្រឆាំងរហូតដល់ដង្ហើមចុងក្រោយនៅថ្ងៃទី13ខែមិនិលឆ្នាំ1962បងស្រីនាងត្រូវខ្មាំងចាប់ខ្លួននាំយកទៅកាន់ប៉ុស្តិ៍ជាមទេសាលាសង្កសីហើយដាក់ឃុំខ្លួននៅក្នុងទ្រុងដែកដែលហៅថាជាទ្រុងខ្លាទោះបីត្រូវធ្វើទរណកម្មវាយដំទាំងបញ្ចុះបញ្ចូលយ៉ាងណាក្តីក៏បងស្រីមិនសារភាពដែរដើម្បីបំភ័យស្មារតីប្រជាជននៅភូមិនៅអូឡាំហ្នឹងពួកវាក៏បានអូសខ្លួនបងស្រីដើរពេញភូមិឲ្យជង្អុលប្រាប់ផ្ទះអ្នកណាជាវិទ្យកងប៉ុន្តែគាត់បោះជំហានទៅមុខភ្នែកក៏សម្លឹងទៅមុខត្រង់មិនក្រឡេកចូលទៅផ្ទះណាមួយឡើយឃើញនៅស្មារតីរឹងពឹងការតស៊ូរបស់គាត់ខ្មាំងក៏អូសគាត់ចេញទៅខាងក្រោយភូមិចុងខ្សាច់ហើយផ្ដុំអ្នកភូមិឲ្យមកមើលការប្រហារជីវិតបងស្រីនៅនឹងព្រឹកព្រលឹមថ្ងៃទី15ខែមិនិលឆ្នាំ1962គោរពសរសើរចំពោះគំរូលះបង់ជីវិតដ៏អង្អាចភ្លេចខ្លួនដើម្បីបុព្វហេតុបដិវត្តន៍របស់បងស្រីនាងមិនយូរប៉ុន្មានគណៈកម្មាធិការបក្សស្រុកទ្រីតុមចាស់ក៏បានរៀបចំពិធីបញ្ចុះសពគាត់យ៉ាងឱឡារិកលោកលេខាបក្សស្រុកបានកោតសរសើរនៅគុណបំណាច់ហើយបំផុសបកទាំងមូលប្រជាជនទាំងមូលនិងកងទ័ពទាំងមូលក្នុងស្រុកទ្រីតុមចាស់សិក្សាតាមគំរូលះបង់ជីវិតដ៏ថ្លៃថ្លាគំរូពលីជីវិតដ៏អង្អាចក្លាហានរបស់គាត់និងប្រកាសទទួលស្គាល់នាងជាបេក្ខជនពេញសិទ្ធិនៃបកកុម្មុយនីសវៀតណាមនៅថ្ងៃទី25ខែមីនាឆ្នាំ2005លោកប្រធានរដ្ឋប្រកុលកុរមងារជានារីកងកម្លាំងប្រដាប់អាវុធប្រជាជនផងដែរគាត់គឺជាស្ត្រីជនជាតិខ្មែរតែម្នាក់គត់បានទទួលស្គាល់ជាវីរនារីកងកម្លាំងប្រដាប់អាវុធប្រជាជនក្នុងប្រវត្តិសាស្ត្រនេះជាក្តីមោទនភាពសម្រាប់កងទ័ពប្រជាជននិងបកភិឃុំអូឡាំឆ្លងកាត់គ្រប់សម័យកាលប្រឆាំងសង្គ្រាមយ៉ាងឃោរឃៅក្រមសីលធម៌នេះកាន់តែបានបំភ្លឺដើម្បីគោរពដឹងគុណដល់បុព្វបុរសបានពលីជីវិតដើម្បីឯករាជ្យប្រជាជាតិទាំងមូលបានចូលរួមចលនាតបស្នងគុណ
ថែទាំបណ្ដាគ្រួសារគណយោបាយយុទ្ធជនជំងឺគ្រួសារយុទ្ធជនពលីនិងវីរៈមេដាវៀតណាមរដ្ឋក៏មានចេញផ្សាយរាប់រយគោលនយោបាយអនុគ្រោះសម្រាប់អ្នកមានសគុណបង្ហាញពីការទទួលខុសត្រូវដ៏ពិសិដ្ឋថិតថេរនៃប្រទេសជាតិមួយមិនអាចបំភ្លេចដើមប្រភពបានឡើយការគោរពដឹងគុណមិនត្រឹមតែជាសកម្មភាពចងចាំអតីតកាលនោះទេដឹងគុណគឺជាបន្តជំហានជាការសន្យាចំពោះអ្នកដែលបានពលីថាយើងខ្ញុំមិនទុកឲ្យការលះបង់របស់បងប្រុសបងស្រីឥតប្រយោជន៍នោះទេថ្ងៃនេះបងអូនមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំងដែលបានចូលរួមកម្មវិធីគោរពវិញ្ញាណក្ខន្ធវីរៈនារីនាងញ៉ែតហើយវីរៈនារីនាងញ៉ែតគឺជាវីរៈនារីមួយដែលអង្អាចក្លាហានហ៊ានលះបង់ខ្លួនឯងដើម្បីប្រទេសជាតិខ្ញុំគិតថានារីជំនាន់ក្រោយត្រូវយកតម្រាប់តាមហើយមឿនរើខែរើឆ្នាំតែជឹងមឿនជាច្រើនដងណាចាមឿនគេចុះមកដុតធូបគោរពកាត់ហើយខ្ញុំជាក្មួយបង្គាត់បកាត់ខ្ញុំក៏ត្រេកអរដែរមឿនត្រេកអរជំនួសកាត់ជាចាស់កាត់ជាអ្នកតស៊ូពីដើមធ្វើខ្ញុំត្រេកអរអើយប្រជាជនគេមើលគ្រប់គ្នាថាកាត់នឹងជាអ្នកតស៊ូដើម្បីតំណាងអើយកៃខ្វៃសាក្រោយមើលគ្រប់គ្នារដ្ឋអំណាចគេក៏បានយកចិត្តទុកដាក់ខ្ញុំក៏មឿនអើយវ៉ាអើយអីខ្ញុំជាច្រើនរើឆ្នាំជាងដែរតើគេមកចា ពង្រីកប្រពៃណីនោះគណៈកម្មាធិការបកអញ្ញាធរនិងប្រជាជនឃុំអូឡាំសន្យាថារួមគ្នាសាមគ្គីចិត្តមួយថ្លើមមួយបន្តការខិតខំកសាងភូមិស្រុកឲ្យកាន់តែរីកចម្រើនថែរក្សាការពារប្រទេសនិងសន្តិសុខបានរឹងមាំថែទាំជីវភាពប្រជាជនអភិរក្សនិងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជនជាតិស័ក្តិសមនឹងការលះបង់ដ៏ថ្លៃថ្នូររបស់បុព្វបុរសជាពិសេសយុវជនជំនាន់ក្រោយនេះត្រូវតែសិក្សាលុតដំនិងយកតម្រាប់តាមគំរូវីរៈនារីកងកម្លាំងប្រដាប់អាវុធប្រជាជននាងងេះជានិច្ចរស់នៅមានឧត្តមកតេមានទំនួលខុសត្រូវរួមចំណែកកសាងខេត្តអាំងយ៉ាងនិយាយរួមនិងឃុំអូឡាំនិយាយដឡែកឲ្យកាន់តែមានបាននិងអរិយធម៌ថែមទៀតលោកនានីនៅប្រិយមិត្តជាទីមេត្រីក្នុងកម្មវិធីផ្សាយកាសែតនិងវិទ្យុទូរទស្សន៍អាំងយ៉ាងនៅពេលនេះចប់តែប៉ុណ្ណេះយើងខ្ញុំសូមថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់តាមដានកម្មវិធីរបស់យើងខ្ញុំសូមជម្រាបលា